សួស្តីបងប្អូនជាទីស្រឡាញ់ជាទីរាប់អានទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានប្រធានបទថ្មីមួយទៀតហើយដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាប្រធានបទនេះគឺមានចំណងជើងថាម៉ាក់ប្រយ័ត្នផងផលវិបាកប៉ុន្មាននេះបណ្ដាលឲ្យកូនស្លាប់ក្នុងពោះមុននឹងចេញចូលដល់អត្ថន័យក្នុងប្រធានបទនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Like Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពី Channel YouTube របស់យើងខ្ញុំកូនស្លាប់ក្នុងផ្ទៃជាធម្មតាត្រូវបានកំណត់ថាជាការស្លាប់របស់ទារកនៅឬបន្ទាប់ពី24សប្តាហ៍នៃការមានផ្ទៃពោះនេះបើតាមការពន្យល់ឲ្យដឹងពីលោកវិជ្ជបណ្ឌិតច័ន្ទរស្មីឯកទេសផ្នែកសម្ភពនិងរោគស្ត្រីមូលហេតុអ្វីបណ្ដាលឲ្យមានបញ្ហាកូនស្លាប់ក្នុងផ្ទៃវិជ្ជបណ្ឌិតរូបនេះបន្តទៀតថាជារឿយខាងក្រុមគ្រូពេទ្យមិនដឹងពីមូលហេតុច្បាស់ទេប៉ុន្តែពេលខ្លះបញ្ហានេះអាចបណ្ដាលពីផលវិបាកផ្សេងៗកើតមានអំឡុងពេលពពោះដូចជាជំងឺបំរុងក្រឡាភ្លើងឬជំងឺក្រឡាភ្លើងបញ្ហាទាក់ទងនឹងសុខឬទងសុខកំណត់មិនធម្មតាការបង្ករោគដូចជាជំងឺគ្រុនចាញ់និងជំងឺកាមរោគនិងសុខភាពមិនសូវល្អរបស់ម្ដាយស្ត្រីណាខ្លះប្រឈមនឹងហានិភ័យបញ្ហាកូនស្លាប់ក្នុងផ្ទៃការស្លាប់របស់ទារកក្នុងផ្ទៃអាចកើតឡើងលើស្ត្រីពពោះគ្រប់វ័យហើយវាអាចកើតឡើងដោយមិនអាចទាយទុកមុនបានពិសេសបើស្ត្រីមានកត្តាប៉ុន្មានខាងក្រោមនេះហានិភ័យកូនស្លាប់ក្នុងផ្ទៃខ្ពស់ដូចជាម៉ាក់ពពោះអាយុលើស35ឆ្នាំឡើងជក់បារីផឹកគ្រឿងស្រវឹងឬប្រើគ្រឿងញៀនថែទាំសុខភាពមុនពេលសម្រាលមិនបានល្អខ្វះអាហារូបត្ថម្ភពពោះកូនភ្លោះឬពពោះកូនច្រើនជាង2ធាត់លើសទម្ងន់ប្រើប្រាស់បច្ចេកវិទ្យាជំនួយការបន្តពូជនិងការមានផ្ទៃពោះដំបូងវិជ្ជបណ្ឌិតផ្នែកសម្ភពដដែលបន្ថែមឲ្យបានដឹងទៀតថាការបញ្ជាក់ពីការស្លាប់ទារកធ្វើឡើងតាមរយៈមើលអេកូសាសការពិនិត្យអេកូសាសជាប្រចាំតាមការណាត់ជួបរបស់វិជ្ជបណ្ឌិតក៏អាចផ្ដល់ផលល្អក្នុងការរកឃើញបញ្ហាមួយចំនួនក្នុងការមានផ្ទៃពោះដែលអាចព្យាបាលដើម្បីជៀសវាងការស្លាប់របស់ទារកម៉ាក់ដែលមានប្រវត្តិធ្លាប់មានកូនស្លាប់ក្នុងផ្ទៃគួរតាមដានបន្ថែមមុនពេលសម្រាលកូននៅពេលពពោះក្រោយៗទៀត